កណាសូមក្រាបនមស្ការថ្វាយបង្គំចំពោះគុណព្រះរតនត្រ័យទាំង3គឺគុណព្រះពុទ្ធរតនៈ1ព្រះធម្មរតនៈ1ព្រះសង្ឃរតនៈ1ដោយសេចក្តីគោរពកោតក្រែងជ្រះថ្លាខ្ពង់ខ្ពស់លើលោកសូមនមស្ការព្រះធរានុធរៈគ្រប់ព្រះអង្គចម្រើនពរពុទ្ធបរិស័ទញាតិពធទាំងក្នុងនិងក្រៅប្រទេសថ្ងៃនេះខ្ញុំគណៈអាត្មាសូមថ្លែងអំណរអគុណចំពោះញោមម្ចាស់សទ្ធាទាំងញោមឧបាសិកាគង់ខេងទាំងនៅភូមិថ្មគោស្រុកលវីអែមខេត្តបាត់ដំបងរួមទាំងពុទ្ធបរិស័ទនៅភូមិថ្មគោទាំងអស់ទៀតតាមរយៈវីដេអូនេះខ្ញុំគណៈអាត្មាផុសនៅក្នុង Channel YouTube ខ្ញុំគណៈអាត្មាភាពផ្ទាល់ក៏សូមថ្លែងអំណរគុណចំពោះញោមម្ចាស់សទ្ធាទាំងអស់ទៀតទាំងក្នុងនិងក្រៅប្រទេសដែលធ្លាប់មានប្រគុណនិងស្នាដៃចូលរួមកសាងនៅទឹកដីបត់ព្រៃខ្ពស់ភូមិព្រៃខ្ពស់ស្រុកបវរខេត្តបាត់ដំបងហើយថ្ងៃនេះផងដែរខ្ញុំគណៈអាត្មាសូមចម្រើនពរខាងសូមថ្លែងអំណរគុណហើយសូមញោមញាតិពុទ្ធបរិស័ទទៀតណាទាំងទស្សនាមើលតាមវីដេអូនេះញោមនឹងឃើញរូបថតទៀតណាបងរូបថតដែលខ្ញុំគណៈអាត្មាបានផុសនេះគឺតាមរយៈ Facebook ញោមម៉ែសំទៀត Facebook ម៉ែសំទៀតក៏ណាម៉ែសំព្រមទាំងញាតិពធនៅភូមិថ្មគោស្រុកលវីអែមខេត្តបាត់ដំបងខេត្តកណ្ដាលទៀតអធិស្ឋានញាតិញោមបងហើយព្រឹកមិញខ្ញុំគណៈអាត្មាក៏បានទទួលបច្ច័យចំនួន 316,000 ក្នុងនោះផងដែរគឺញោមឧបាសិកាគង់ខេងទៀតណាគាត់ចូលរួមជាការ៉េទៀតចូលរួមជាការ៉េគឺទាំង 317,000 នេះគឺគាត់ចូលចង្ហាន់ទៀតចូលចង្ហាន់ 50,000 រៀលទៀតណានៅសល់ 267,000 នេះគឺគាត់ចូលរួមជាការ៉េដែលខ្ញុំគណៈអាត្មាគម្រោងកសាងនៅទឹកដីវត្តព្រៃខ្ពស់នេះចំនួន 300 ការ៉េគឺ300 ការ៉េទៀតណាក្នុង1ការ៉េ $15 ស្មើនឹង60,000 រៀលទៀតអញ្ចឹងតាមរយៈវីដេអូនេះសូមចម្រើនពរដល់ពុទ្ធបរិស័ទស្រីប្រុសទាំងអស់ទៀតដែលខ្ញុំគណៈអាត្មាធ្វើវីដេអូថ្លែងអំណរអគុណនេះគឺខ្ញុំគណៈអាត្មាដាក់រូបថតញោមទាំងក្នុងនិងក្រៅប្រទេសញោមនៅប្រទេសថៃញោមនៅសហរដ្ឋអាមេរិកនិងញោមនៅភូមិថ្មគោទៀតណានៅភូមិថ្មគោស្រុកលវីអែមខេត្តកណ្ដាលតាមរយៈញោមឧបាសិកាគង់ខេងរួមទាំងញាតិពធទាំងហើយខ្ញុំគណៈអាត្មានឹងផ្ញើវីដេអូនេះទៅតាម chat Messenger នឹងផ្ញើជូនដល់ញោមម៉ែសំទៀតញោមម៉ែសំហ្នឹងទេណាបើណាហើយញោមឧបាសិកាគង់ខេងនេះជាញាតិពធខ្ញុំតាំងពីខ្ញុំគណៈអាត្មាមកគង់នៅទឹកដីវត្តព្រៃខ្ពស់នេះគឺរាប់អានញោមឧបាសិកាគង់ខេងដល់ញោមឧបាសិកាគង់ខេងហ្នឹងគាត់ជាអ្នករៀបគង្គាសបច្ច័យរួមណានឹងពុទ្ធបរិស័ទភូមិថ្មគោទៀតស្រុកលវីអែមខេត្តកណ្ដាលទៀតក៏ណាអញ្ចឹងទៅក៏រាប់អានខ្ញុំណារហូតដល់ញោមនៅភូមិថ្មគោហ្នឹងមកគាត់ចូលរួមកសាងតាំងពីចាក់ដីចូលរួមសូឡាកសាងព្រះសម្មាសម្ពុទ្ធមួយរូបហើយក៏ញោមឧបាសិកាគង់ខេងនេះផងដែរគាត់ក៏បបួលញាតិពធនៅភូមិថ្មគោទៀតស្រុកលវីអែមខេត្តកណ្ដាលហ្នឹងគឺណាមកធ្វើពុទ្ធិពិសេសទៀតណាគាត់ចូលរួមកសាងព្រះពុទ្ធបរិមាមួយអង្គនោះគឺតម្លៃ$260ហើយខ្ញុំគណៈអាត្មាក៏ដឹកនាំណាឆ្លងគឺធ្វើពុទ្ធិពិស័យទៀតណាប្រែថាប្រោះព្រំទៀតព្រះពុទ្ធបរិមានេះគឺមួយព្រះ
ong đầm lái học ở đây đầm lái $260 tiền $260នេះទាំងថ្លៃឈ្មោះថ្មម៉ាតញោមញោមទស្សនាទៅឃើញធ្លាប់ឃើញវីដេអូខ្ញុំកណាអាត្មាហើយមានឈ្មោះថ្មម៉ាតបលាំងក្បាច់និងរូបសំណាកទៀតហើយឈ្នួលជាងទៅសរុបទាំងអស់ទៅគឺ$260ទៀតចឹងខ្ញុំកណាអាត្មាក្នុងរយៈវីដេអូនេះគឺសូមចម្រើនពរដល់ពុទ្ធបរិស័ទស្រីប្រុសទាំងក្នុងនិងក្រៅប្រទេសរស់នៅទូទាំងពិភពលោកដែលស្ដាប់សំឡេងភាសាខ្មែរខ្ញុំកណាអាត្មាភាពណាអញ្ចឹងញោមសូមតាក់ទងមកតាម Channel YouTube ខ្ញុំកណាអាត្មាភាពជាភាសាខ្មែរយិនពុទ្ធិទៀតជាភាសាអង់គ្លេសយិនពុទ្ធិទៀត KA ណា KA នេះគឺបញ្ជាក់ថាខ្មែរណាញោមណាបើទៀតបញ្ជាក់ថាខ្មែរទៀតអញ្ចឹងសង្ឃឹមថាញោមញាតពុទ្ធបរិស័ទស្រីប្រុសទាំងអស់ទាំងអ្នកធ្លាប់រស់នៅទឹកដីវត្តព្រៃខ្ពស់នេះនិងញោមញាតចិត្តឆ្ងាយទាំងអស់ដែលជាអ្នកកាន់សាសនាព្រះសម្មាសម្ពុទ្ធហើយធ្វើបុណ្យផ្សាយទានទៀតក៏សូមថ្លែងអំណរគុណចំពោះញោមឧបាសិកាគង់ខេងគង់សរឹមញាតពធัวទាំងអស់នៅភូមិថ្មករួមនឹងញោមម៉ែសំព្រមទាំងញោមញាតណាញោមណាមេភូមិមេឃុំនៅខាងនឹងទាំងអស់ទៀតណាបើគាត់ចូលរួម1ក្រេ60000 1ក្រេ60000ទៀតណាស្មើនឹង$15ខ្ញុំកណាអាត្មាកសាងដូចញោមទស្សនាវីដេអូមុនហើយគឺខ្ញុំកណាអាត្មានឹងចាក់សាពីសាលាឆាន់រហូតទៅដល់ដើមពោបត់ទៅស្ទឹងទៀតហើយបានទៅដល់ហើយក៏ប៉ុន្តែណានៅក៏ប៉ុន្តែនៅជំពាក់ថ្លៃសម្ភារៈគេសំណង់ទៀតហើយគិតទាំងថ្លៃជាងគ្រួថ្មខ្សាច់ស៊ីម៉ង់ដែកសរុបទៅគឺ60000ទៀតណាប៉60000ក្នុង1ការ៉េតាមរយៈវីដេអូនេះផងដែរញោមដែលទស្សនាបានតាម YouTube សូមញោមជួយ Subscribe ទៀតណាទីជាភាសាអង់គ្លេសណាទៀតភាសាខ្មែរជាវទៀតចុចទៅគឺញោមចូលរួមកសាងនៅទឹកដីវត្តព្រៃខ្ពស់ទាំងអំបាលម៉ានហ្នឹងគឺញោមបានឃើញរាល់សកម្មភាពខ្ញុំកណាអាត្មាកសាងបន្តទៀតតាមរយៈរូបភាពនេះខ្ញុំកណាអាត្មាដកស្រង់មកទាំងញោមនៅសហរដ្ឋអាមេរិកញោមនៅបារាំងញោមនៅថៃញោមនៅកាណាដានៅអូស្ត្រាលីហើយញោមនៅភូមិថ្មកស្រុកលវាឯមញាតពធរបស់ញោមឧបាសិកាគង់ខេងទៀតព្រមទាំងម៉ែសំទៀតតែម៉ែសំនោះគាត់បានទស្សនាមើលតាម YouTube ខ្ញុំកណាអាត្មាហើយគាត់ក៏ចេះលេង YouTube ចេះលេង Facebook ទៀតហើយខ្ញុំបណ្ណាអាត្មាផ្ញើវីដេអូនេះទៀតផ្ញើវីដេអូនេះជូនដល់ញោមញាទាំងអស់ទៀតរាប់អានខ្ញុំបណ្ណាទេញោមតើយមណាមិនដែលស្គាល់អាត្មាមិនដែលរាប់អានអាត្មាមិនហ៊ានផ្ញើជូនទេទៀតហើយរូបថតរាល់សកម្មភាពញោមកសាងខ្ញុំកណាអាត្មាក៏សេវយករូបថតអំពី profile Facebook ទៀតចឹងទៅខ្ញុំកណាអាត្មាក៏បានដាក់តាំងនៅចិត្តណាជាមួយនៅក្នុងវីដេអូបើនិយាយទៅគេថាវីដេអូនេះគឺជាអ្នកបង្កើតយិនcontent ទៀតវីដេអូហើយខ្ញុំកណាអាត្មាបង្កើតតាមរយៈវីដេអូនេះតាមរយៈទូរស័ព្ទដៃទេទៀតនៅទឹកដីវត្តព្រៃពោះខ្ញុំកណាអាត្មានេះក៏កសាងបន្តញោមនៅសមិទ្ធផលថ្មីទៀតហើយចូលចម្រើនពរថាខ្ញុំកណាអាត្មាកសាងនេះជំពាក់គេទេយូរជឿគេអញ្ចឹងទៅណា400 500 1000 2000 3000 5000ណទៀតញោមច្រើនដែរបើដល់ច្រើនអញ្ចឹងទៅក៏បានញោមជាញាតពធជាសពបរោះទៀតញាតពធស្គាល់ខ្ញុំកណាអាត្មាទាំងអស់គឺសុទ្ធតែជាសពបរោះទាំងក្នុងនិងក្រៅប្រទេសទៀតសុទ្ធតែជាសពបរោះហើយក៏ស្រឡាញ់គោរពព្រះពុទ្ធសាសនាដូចជាខ្ញុំកណាដូចជាញោមញាតដែលធ្លាប់ចូលរួមកសាងទៀតញោមឃើញទស្សនាតាមរយៈវីដេអូខ្ញុំកណាវីដេអូខ្លះខ្ញុំកណាអាត្មាកាត់សំឡេងបទចម្រៀងដែលនិពន្ធដោយញោមវ៉ាងសុតសវណ្ណទៀត
ហើយរូបសំណាក់ដែលព្រះសម្មាសម្ពុទ្ធទ្រង់បាទនេះគឺមួយអង្គ$260ទៀតឥឡូវនេះគឺខ្ញុំកណាអាត្មាបាន64អង្គហើយញោមនេះមកបើញោមមើលរូបនេះទៅបាន64អង្គហើយណាគឺញោមចូលរួមតាមរយៈគូសាខ្ញុំកណាអាត្មាដឹកនាំធ្វើពុទ្ធិពិស័យនៅសល់43គ្រូ43អង្គទៀតគឺគ្រប់109អង្គញោមបងចម្រើនពរញោមណាពរចម្រើនពរសូមញោមជាទីស្រឡាញ់ជាទីរាប់អានទាំងអស់ទៀតបងញោមចូលរួមមួយអង្គហើយក្នុងមួយអង្គ$260ហ្នឹងគឺពីដើមឡើយខ្ញុំកណាអាត្មាហ្នឹងជាងហ្នឹងគេគិតទៅវា250ទេទៀតតែគេសុំឈ្នួលដឹកណយញោមហើយខ្ញុំកណាអាត្មាជាវប្រពុតបរិមាណនេះគឺមកពីបៃលិនណញោមអញ្ចឹងទៅគេសុំ$10ទៀតបានជារូបសំណាក់ហ្នឹងទៅជា$260តែញោមទស្សនានឹងបានមកឃើញផ្ទាល់ញោមមិនមែនរូបតូចទេញោមរូបធំណាឃើញតាមវីដេអូញោមតែឃើញថាទូចចេះដឹងមែនទេញោមហើយខ្ញុំកណាអាត្មាឆ្លាក់ជាថ្មម៉ាត់ជូនទៀតឆ្លាក់ថ្មម៉ាត់នេះញោមមិនងាយខូចទេញោម50ឆ្នាំឡើងទៅគេຕົកជារបស់បុរាណ100ឆ្នាំគេຕົកជារបស់បេតិកភណ្ឌហើយញោមឈ្មោះញោមណាគ្រាន់តែឈ្មោះណាពីព្រោះអីព្រោះសាសនាព្រះសម្មាសម្ពុទ្ធនៅទឹកដីកម្ពុជារដ្ឋទឹកដីខ្មែរដែនដីសវណ្ណភូមិនេះគេຕົកជាសាសនារបស់រដ្ឋទៀតណាសាសនាព្រះសម្មាសម្ពុទ្ធនេះគឺជាសាសនារបស់រដ្ឋអញ្ចឹងញោមទាំងក្នុងនិងក្រៅប្រទេសជួយថែរក្សាប្រពៃណីសាសនាព្រះសម្មាសម្ពុទ្ធយើងឲ្យគង់វង្សថិតថេរជារកាលតរៀងទៅគ្រប់5000ព្រះភាសាជីវិតមនុស្សប្រុសស្រីនៅលើโลกមិនថាក្រហមនិងពុព្វជិតតែងតែលាចាតែងតែបែកបាក់តែងតែប្រត់ប្រាស់តែងតែនរាស្លាប់ហើយកើតហើយក៏បានសាងបុណ្យមកទៀតពីព្រោះយើងបានសំនិស័យសាងអំពើល្អនៅពេលដែលយើងដឹងថាបានកើតជាមនុស្សលោកនៅលើទឹកដីណាមួយទៀតនៅលើផែនដីទៀតបងទោះបីញោមខ្លះគាត់ខ្មែរកាត់ចិនកាត់ចាមកាត់លាវកាត់ភូមាកាត់ភូមាកាត់យួនវៀតណាមថៃកូរ៉េជប៉ុនបារាំងកាណាដាអាមេរិកកាំងទាំងអស់ទៀតក៏ប៉ុន្តែកាន់សាសនាពុទ្ធគោរពសាសនាពុទ្ធទៀតឥឡូវនេះញោមទស្សនាបានមកដល់លើព្រះវិហារនៃរូបសំណាក់ដែលមិនទាន់លាបពណ៌នេះនៅសល់នៅឡើយទេញោមមិនទាន់មានម្ចាស់ទៀតតែមួយអង្គ$260ទៀតសង្ឃឹមថាញោមទស្សនាហើយទោះបីញោមមិនចេះញោមសួរចៅសួរក្មួយចឹងទៅណាប៉សួរកូនចឹងទៅថាម៉ែម៉ាក់ចង់ចូលបន់ជាមួយដេគុណនៅទឹកដីវត្តព្រៃពួរអញ្ចឹងធ្វើយ៉ាងណាដើម្បីតាក់ទងទៅលោកបានអញ្ចឹងញោមចូល comment តែអាត្មាដឹងហើយញោមយក Facebook ញោមចូល recommend ញោមចូលសរសេរនៅក្នុង comment ឬក៏ញោមចុចជីតកតាសាធុក៏បានដែរញោមចុចតែអាត្មាដឹងហើយ YouTube អាត្មាហ្នឹងណាក៏ដល់អាត្មាដឹងអាត្មានឹងចូលទៅadd យក Facebook ញោមតែម្ដងទៀតណាហើយសប្តាហ៍ថ្ងៃនេះខ្ញុំកណាអាត្មាជួលគ្រូមកបង្រៀនប្រសង់ទៀតមកណាជួលមកគ្រូមកបង្រៀនសង្ឃនេះរូបនេះគឺមានអាចារ្យទាំងពីររូបណាហើយតាមួយនោះគឺគាត់ជាជីតារបស់ប្រសង់ទៀតណាថ្ងៃនេះគឺថតបាន5-6អង្គនឹងខ្ញុំបណ្ណាអាត្មាទាំងអស់10អង្គទៀតនៅទឹកដីវត្តព្រៃពោះហ្នឹងហើយខ្ញុំបណ្ណាអាត្មាជួលគ្រូក្នុងមួយខែ$200ណាញាតិញោមណាបងខែ$200ដើម្បីឲ្យបានបង្រៀនចំនួនខ្ញុំកណាអាត្មាបើកសាលាហើយញាតិញោមបើកសាលាថ្នាក់ត្រីទៀតថ្នាក់ត្រីនោះស្មើនឹងថ្នាក់ទី1ហើយថ្នាក់ទី1ភាសាបាលីស្មើនឹងណាភាសាបាលីស្មើនឹងថ្នាក់ទី4នៃមសក់ទៀតណាមុននឹងបញ្ចប់សូមប្រម៉ែប្រមូលកងបុណ្យកុសលប្រគេនពរប្រគេនបុណ្យដល់ញោមញាតិប្រុសស្រីទាំងអស់ទៀតសូមបានសំប្រកបទៅពុទ្ធពរព្រះ4ប្រការអាយុវណ្ណៈសុខៈពលៈនឹងបដិភិនៈកំបីគ្លៀនគ្លឡើយទៀតមួយយ៉ាងវិញទៀតសូមជូនពរញោមទាំងអស់ទៀតណាដែលស្គាល់និងស្ដាប់តាមសំឡេង YouTube Channel YouTube ខ្ញុំកណាអាត្មាយិនពុទ្ធិ
ជាភាសាខ្មែរយិនពុទ្ធីជាភាសាអង់គ្លេស KA ទៀតបានស្ដាប់ផ្ទាល់ហើយនឹងទេសនាសូមថ្លែងអំណរអគុណសូមអរគុណនិងអរព្រះគុណ